បាទសូមជម្រាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានៅថ្ងៃនេះគឺយើងនឹងសិក្សាប្រធានបទមួយដែលមានចំណងជើងថាគោលបំណងនៃជីវិតមនុស្សចឹងបងប្អូនទាំងអស់គ្នាចូលនៅក្នុងសាស្តាចំពុក12ខ13ដល់ខ14សេចក្តីនេះចប់តែប៉ុណ្ណោះទាំងអស់បានសម្ដែងទុកហើយដូច្នេះចូលកោតខ្លាចដល់ព្រះហើយកាន់តាមបញ្ញត្តិទ្រង់ចុះត្បិតប៉ុណ្ណោះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជម្រះព្រមទាំងអ្វីៗដែលលាក់កំបាំងផងទោះល្អឬអាក្រក់ក្តីនៅក្នុងសង្គមសពថ្ងៃមនុស្សជាច្រើនខិតខំស្វែងរកភាពជោគជ័យតម្លៃជីវិតកិត្តិយសទ្រព្យសម្បត្តិនិងភាពសុខសាន្តមានអ្នកខ្លះគិតថាជីវិតមានតម្លៃនៅពេលមានការងារល្អមានលុយច្រើនមានមុខមាត់ល្អឬមានអ្នកគោរពច្រើនប៉ុន្តែបទពិសោធន៍ជាក់ស្ដែងបង្ហាញថារបស់ទាំងនេះមិនអាចផ្ដល់នូវគោលបំណងពិតនិងអកលជានិច្ចដល់ជីវិតបានឡើយដូច្នេះយើងត្រូវតែសួរខ្លួនឯងថាតើមនុស្សត្រូវរស់សម្រាប់អ្វីពិតប្រាកដព្រះបន្ទូលនៃព្រះអង្គម្ចាស់បានបង្រៀនយើងថាជីវិតមនុស្សមិនមែនកើតមកដើម្បីរស់តែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេប៉ុន្តែរស់ដើម្បីស្គាល់ព្រះថ្វាយសេរីល្អដល់ទ្រង់និងដើរតាមព្រះハរតីទ្រង់នេះជាគោលបំណងដែលលើសពីការស្វែងរកភាពសុខសប្បាយបណ្ដោះអាសន្នហើយជាគោលបំណងដែលនាំទៅរកជីវិតមានន័យពិតប្រាកដដូច្នេះតើគោលបំណងពិតនៃជីវិតមនុស្សគឺអ្វីតើមនុស្សគួរស្គាល់ព្រះយ៉ាងដូចម្តេចតើការរស់នៅតាមព្រះハរតីរបស់ព្រះមានន័យដូចម្តេចហើយតើជីវិតអកលជានិច្ចមានទំនាក់ទំនងអ្វីជាមួយគោលបំណងនេះចំណុចទី1មនុស្សត្រូវស្គាល់និងថ្វាយសេរីល្អដល់ព្រះជីវិតមនុស្សចាប់ផ្ដើមមានទិសដៅត្រឹមត្រូវនៅពេលដែលមនុស្សទទួលស្គាល់ថាព្រះអម្ចាស់ជាចំណុចស្នូលនៃជីវិតនិងជាអ្នកបង្កើតជាម្ចាស់និងជាអ្នកគ្រប់គ្រងលើអ្វីៗទាំងអស់មិនមែនមនុស្សខ្លួនឯងឡើយយើងមើលនៅក្នុងយ៉ូហានចំពុក17ខ3នេះជាជីវិតដ៏នៅអកលជានិច្ចគឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែមួយនិងព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានចាត់ឲ្យមកផងព្រះយេស៊ូវគ្រីស្ទបានបង្រៀនថាជីវិតអកលជានិច្ចពាក់ព័ន្ធនឹងការស្គាល់ព្រះពិតនិងព្រះយេស៊ូវគ្រីស្ទដែលព្រះបានចាត់មកការស្គាល់នេះមិនមែនមានន័យត្រឹមតែដឹងព័ត៌មានអំពីព្រះប៉ុណ្ណោះទេប៉ុន្តែមានន័យថាមានទំនាក់ទំនងជិតស្និទ្ធមានជំនឿមានការទុកចិត្តនិងរស់នៅក្នុងការស្ដាប់បង្គាប់ទ្រង់ជីវិតដែលមិនស្គាល់ព្រះទោះមានអ្វីៗក៏ដោយក៏នៅតែខ្វះអត្ថន័យនៃជីវិតមិនត្រឹមតែស្គាល់ព្រះប៉ុណ្ណោះទេប៉ុន្តែមនុស្សត្រូវឆ្លើយតបដោយជីវិតដែលថ្វាយសេរីល្អដល់ទ្រង់ក្នុងគ្រប់ការទាំងអស់យើងមើលនៅក្នុងកូរិនថូសខ្សែទី1ចំពុក10ខ31ដូច្នេះទោះបើស៊ីឬផឹកឬធ្វើការអ្វីក៏ដោយនោះចូលធ្វើទាំងអស់សម្រាប់ចម្រើនសិរីល្អដល់ព្រះចុះបទគម្ពីរនេះបង្ហាញថាការថ្វាយសេរីល្អដល់ព្រះមិនកំណត់ត្រឹមពេលនៅក្នុងព្រះវិហារប៉ុណ្ណោះទេប៉ុន្តែគ្រប់សកម្មភាពនៃជីវិតប្រចាំថ្ងៃក៏អាចក្លាយជាការថ្វាយសេរីល្អដល់ព្រះបានដែរមនុស្សអាចថ្វាយសេរីល្អដល់ព្រះតាមរយៈពាក្យសម្ដីការងារអាកប្បកិរិយាធ្វើការល្អចំពោះអ្នកដទៃនិងភាពស្មោះត្រង់ដូច្នេះជីវិតមានគោលបំណងពិតនៅពេលដែលបានលើកតម្កើងព្រះអម្ចាស់ពេលមនុស្សថ្វាយសេរីល្អដល់ព្រះនោះគឺជាសញ្ញាថាគេយល់ថាជីវិតរបស់ខ្លួនមិនមែនជាកម្មសិទ្ធិផ្ទាល់ខ្លួនទៀតទេប៉ុន្តែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់យើងមើលនៅក្នុងទំនុកដំកើងចំពុក86ខ9អោព្រះអង្គម្ចាស់អើយអស់ទាំងសត្វដែលទ្រង់បានបង្កើតគេនឹងមកថ្វាយបង្គំនៅចំពោះទ្រង់ហើយគេនឹងលើកតម្កើងព្រះនាមទ្រង់គ្រប់ជាតិសាសន៍នឹងមកថ្វាយបង្គំហើយថ្វាយសិរីល្អដល់ព្រះនាមទ្រង់នេះបង្ហាញថាការថ្វាយសិរីល្អដល់ព្រះមិនមែនជាកាតព្វកិច្ចទេប៉ុន្តែជាការឆ្លើយតបត្រឹមត្រូវចំពោះអធិបតេយ្យភាពគឺជាសិទ្ធិអំណាចដ៏ខ្ពង់ខ្ពស់និងលក្ខណៈដ៏អស្ចារ្យរបស់ទ្រង់ជីវិតដែលផ្ដោតលើព្រះនឹងមានភាពទន់ភ្លន់សុចរិតនិងមានគោលដៅច្បាស់លាស់ដូច្នេះគោលបំណងពិតនៃជីវិតមនុស្សគឺជាការស្គាល់ព្រះអម្ចាស់ជាព្រះដ៏ពិតនិងថ្វាយសេរីល្អដល់ទ្រង់ក្នុងគ្រប់ផ្នែកនៃជីវិតចំណុចទី2មនុស្សត្រូវរស់តាមព្រះハរតីរបស់ព្រះបើជីវិតមានអ្នកបង្កើតនោះជីវិតក៏ត្រូវមានគោលការណ៍រស់នៅតាមការណែនាំរបស់អ្នកបង្កើតផងដែរយើងមើលនៅក្នុងបទគម្ពីរមីកាចំពុក6ខ8អោមនុស្សអើយ
ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្តីដែលល្អតើព្រះយេហូវ៉ាសពព្រះハរតីឲ្យឯងប្រព្រឹត្តដូចម្ដេចបើមិនមែនឲ្យប្រព្រឹត្តដោយសុចរិតឲ្យស្រឡាញ់សេចក្តីសប្បុរសហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួនដោយសុភាពរៀបទៀបប៉ុណ្ណោះព្រះអង្គចង់ឲ្យមនុស្សធ្វើការល្អរស់ដោយយុត្តិធម៌និងដើរជាមួយទ្រង់ដោយចិត្តរៀបទៀបជាការចោះចូលចំពោះព្រះនេះមានន័យថាជីវិតត្រឹមត្រូវមិនមែនវាស់ដោយពាក្យសម្ដីឬសកម្មភាពខាងក្រៅទេប៉ុន្តែវាស់ដោយការស្ដាប់បង្គាប់ព្រះក្នុងចិត្តនិងក្នុងការរស់នៅជាក់ស្ដែងមនុស្សមិនអាចរស់តាមព្រះハរតីរបស់ព្រះបានដោយគ្រាន់តែមានចំណេះដឹងប៉ុណ្ណោះទេតែត្រូវមានចិត្តដែលបានផ្លាស់ប្រែជាថ្មីវិញយើងមើលក្នុងខគម្ពីររ៉ូមចំពុក12ខ1ដល់ខ2ដូច្នេះបងប្អូនអើយខ្ញុំទូលមានអ្នករាល់គ្នាដោយសេចក្តីមេត្តាករុណានៃព្រះឲ្យបានថ្វាយរូបកាយទុកជាយ៉ាញ់បូជារស់ហើយបរិសុទ្ធដែលក៏ព្រះハរតីដល់ព្រះជាការគោរពនៃអ្នករាល់គ្នាដែលមានទំនើងកុំឲ្យត្រាប់តាមសម័យនេះឡើយចូលឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញដោយគំនិតបានកែជាថ្មីឡើងដើម្បីនឹងអាចលើមើលឲ្យបានស្គាល់បំណងព្រះハរតីនៃព្រះដែលល្អស្រួលទទួលហើយគ្រប់លក្ខផងបទគម្ពីរនេះអំពាវនាវឲ្យយើងថ្វាយខ្លួនជាយ៉ាញ់បូជារស់ដោយបំបីខ្លួនពីរបៀបគិតរបស់លោកីហើយទទួលការកែប្រែនៅក្នុងចិត្តគំនិតការរស់នៅតាមព្រះハរតីរបស់ព្រះមិនមែនគ្រាន់តែជាការបដូរទម្លាប់ខាងក្រៅទេប៉ុន្តែជាការផ្លាស់ប្ដូរឬកែប្រែពីខាងក្នុងដោយឲ្យព្រះបំផ្លាស់បំប្រែចិត្តគំនិតឲ្យយើងស្គាល់អ្វីដែលល្អធ្វើការល្អនិងក៏ព្រះハរតីទ្រង់ព្រះハរតីរបស់ព្រះមិនមែនគ្រាន់តែជាទ្រឹស្ដីប៉ុន្តែជាការបង្ហាញចេញក្នុងការធ្វើការល្អនិងជីវិតប្រកបដោយសេចក្តីសុចរិតយើងមើលនៅក្នុងអេផេសូចំពុក2ខ10ត្បិតយើងរាល់គ្នាជាស្នាដៃដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អដែលព្រះបានរៀបចំជាមុនឲ្យយើងរាល់គ្នាប្រព្រឹត្តតាមមនុស្សជាការបង្កើតរបស់ផងព្រះហើយត្រូវបានបង្កើតឡើងក្នុងព្រះគ្រីស្ទយេស៊ូវដើម្បីធ្វើការល្អនេះមានន័យថាជីវិតមនុស្សមិនមានតម្លៃត្រឹមការរស់នៅផ្ទាល់ខ្លួនទេប៉ុន្តែមានបេសកកម្មក្នុងការបម្រើព្រះនិងជាប្រយោជន៍ដល់អ្នកដទៃការធ្វើការល្អមិនមែនជាមូលហេតុដើម្បីទទួលសេចក្តីសង្គ្រោះពិតមែនប៉ុន្តែជាភស្តុតាងថាមនុស្សនោះបានកំពុងរស់នៅក្នុងព្រះគ្រីស្ទដូច្នេះគោលបំណងនៃជីវិតមនុស្សគឺរស់នៅតាមព្រះハរតីរបស់ព្រះដោយសុចរិតដោយចិត្តរៀបទៀបនិងការធ្វើការល្អចំណុចទី3មនុស្សត្រូវទទួលជីវិតអស់កលជានិច្ចគោលបំណងនៃជីវិតមនុស្សមិនបញ្ចប់ត្រឹមជីវិតនៅផែនដីនេះទេប៉ុន្តែនាំទៅរកជីវិតដ៏នៅអស់កលជានិច្ចជាមួយនឹងព្រះយើងមើលនៅក្នុងយ៉ូហានចំពុក3ខ16ត្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះដែលបានប្រទានតាមរយៈព្រះយេស៊ូវគ្រីស្ទដើម្បីឲ្យអស់អ្នកដែលជឿលើទ្រង់មិនត្រូវវិនាសប៉ុន្តែមានជីវិតអស់កលជានិច្ចនេះបញ្ជាក់ថាព្រះម្ចាស់ចង់ឲ្យមនុស្សចូលរួមក្នុងជីវិតនៃសេចក្តីស្រឡាញ់និងការសង្គ្រោះដែលគ្មានទីបញ្ចប់ជីវិតអស់កលជានិច្ចមិនមែនជាគំនិតអំពីអនាគតតែប៉ុណ្ណោះទេប៉ុន្តែជាការស្នាក់នៅក្នុងវត្តមានរបស់ព្រះអម្ចាស់យើងមើលនៅក្នុងវិវរណៈចំពុក21ខ3ដល់ខ4ខ្ញុំមានឮសំឡេងមួយយ៉ាងខ្លាំងចេញពីស្ថានសួគ៌មកថាមើលរូងអបអរសុទ្ធរបស់ព្រះបាននៅជាមួយនឹងមនុស្សហើយទ្រង់នឹងគង់នៅជាមួយនឹងគេនឹងធ្វើជារាជរបស់ទ្រង់ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែកពីភ្នែកគេចេញនឹងគ្មានសេចក្តីស្លាប់ឬសេចក្តីសោកសង្រេងឬសេចក្តីយំទួញឬទុក្ខលំបាកណាទៀតឡើយត្បិតសេចក្តីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយពេលដែលព្រះនឹងស្នាក់នៅជាមួយនឹងមនុស្សហើយនឹងលុបបំបាត់ទឹកភ្នែកការឈឺចាប់និងសេចក្តីស្លាប់នេះជាសេចក្តីសង្ឃឹមដ៏ធំធេងសម្រាប់អ្នកដែលជឿលើព្រះអម្ចាស់ជីវិតអស់កលជានិច្ចមិនមែនគ្រាន់តែជីវិតដែលមិនចេះស្លាប់តែប៉ុណ្ណោះទេប៉ុន្តែជាជីវិតដែលពេញដោយសន្តិភាពសេចក្តីរីករាយនិងវត្តមានរបស់ព្រះមនុស្សទទួលជីវិតអស់កលជានិច្ចនៅពេលដែលគេឆ្លើយតបដោយជឿការកែប្រែចិត្តនិងការទទួលព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់និងព្រះសង្គ្រោះរ៉ូមចំពុក6ខ23ត្បិតឈ្នួលរបស់អំពើបាបនោះជាសេចក្តីស្លាប់តែអំណោយទាននៃព្រះវិញគឺជាជីវិតដ៏នៅអស់កលជានិច្ច
ដោយព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់នៃយើងរាល់គ្នាភាពខុសគ្នារវាងផលវិបាកនៃបាបនិងអំណោយទានរបស់ព្រះបាបនាំទៅរកសេចក្តីស្លាប់ប៉ុន្តែព្រះប្រទានអំណោយទានជីវិតដ៏នៅអកលជានិច្ចតាមរយៈព្រះយេស៊ូវគ្រីស្ទដូច្នេះគោលបំណងពិតនៃជីវិតមនុស្សគឺទទួលជីវិតដ៏នៅអកលជានិច្ចតាមរយៈព្រះយេស៊ូវគ្រីស្ទនិងរស់នៅក្នុងសេចក្តីសង្ឃឹមជាមួយនឹងព្រះអម្ចាស់ជានិច្ចបើសង្ខេបមកវិញគោលបំណងពិតនៃជីវិតមនុស្សគឺស្គាល់និងថ្វាយសិរីល្អដល់ព្រះរស់នៅតាមព្រះハរតីរបស់ព្រះនិងទទួលជីវិតអកលជានិច្ចជីវិតដែលផ្ដោតលើព្រះជាជីវិតដែលមានតម្លៃមានទិសដៅនិងមានក្តីសង្ឃឹមពិតប្រាកដសពថ្ងៃមនុស្សជាច្រើនអាចមានការអប់រំមានទ្រព្យសម្បត្តិមានការងារនិងមានកិត្តិយសប៉ុន្តែបើគ្មានព្រះជីវិតនៅតែមិនពេញលេញដូច្នេះយើងគួរពិចារណាថាតើអ្វីជាគោលបំណងពិតដែលយើងកំពុងរស់សម្រាប់ជីវិតតើជីវិតយើងកំពុងថ្វាយសិរីល្អដល់ព្រះឬកំពុងរត់តាមតែបំណងផ្ទាល់ខ្លួនខ្ញុំសូមលើកទឹកចិត្តឲ្យយើងទាំងអស់គ្នាត្រឡប់មកស្គាល់ព្រះអម្ចាស់ដើរតាមព្រះハរតីទ្រង់និងជឿទុកចិត្តលើព្រះយេស៊ូវគ្រីស្ទពេលយើងរស់ដើម្បីព្រះជីវិតរបស់យើងនឹងមានអត្ថន័យពិតមានសេចក្តីសុខខាងក្នុងនិងមានក្តីសង្ឃឹមអកលជានិច្ចសូមព្រះប្រទានពរ